ដូចជា Canting video a day in my life យូរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលសកម្មភាពនៃនិស្សិតឆ្នាំទី2នៃសាលា Techno គឺខ្ញុំឆ្លៀតពាក់ស្អាតបាតដើម្បីរៀបចំខ្លួនទៅរៀនតែនៅតែញ៉ាំអាហារពេលព្រឹកទេមានន័យច្រើនអ្នកទាំងអស់គ្នាគឺខ្ញុំនឹងទៅសាលាហើយម៉ោងដំបូងរបស់ខ្ញុំហ្នឹងគឺម៉ោងភាសាអង់គ្លេសពីម៉ោង7ដល់ម៉ោង9បញ្ញាហ្នឹងគឺអត់មានន័យច្រើនទេគឺបញ្ញាទៅដល់ក្នុងថ្នាក់ហើយជូតតុជូតអីដើម្បីអង្គុយអីអញ្ចឹងណាឲ្យវា comfortable ហើយខ្ញុំនឹងធៀមនៅក្នុងការ presentation ខ្ញុំមាន stick note អីតិចតួចដើម្បីកុំឲ្យខ្លួនឯងផ្លិចអីចឹងណាហើយនេះគឺជាសកម្មភាពរបស់មិត្តភ័ក្តិមិត្តរួមថ្នាក់របស់ខ្ញុំគឺគាត់ឡើង presentation អញ្ចឹងទៅហើយខ្ញុំអត់បានថតឲ្យអ្នកនរគ្នាមើលពិតជាស្ដាយខ្លាំងមែនតើហ្នឹងហើយគឺអត់មានអីច្រើនទេគឺប៉ុណ្ណឹងមកអង់គ្លេសស្ដាប់គេបាននិយាយខ្លាំងហើយចប់ពីម៉ោងអង់គ្លេសបន្តដល់ម៉ោង 9:11 ហ្នឹងគឺខ្ញុំត្រូវទៅ stand by ដើម្បីសម្រាប់ជាអ្នកដែលផ្ដល់ព័ត៌មានក៏ដូចជាប្រាប់អ្នកដែលមកទទួលពាក្យអំពីកន្លែងបន្ទប់ដាក់ពាក្យនៅណាអីនៅណាអញ្ចឹងណាហ្នឹងហើយខ្ញុំត្រូវទៅ stand by ម៉ោង 9 ដល់ម៉ោង 11 គឺរយៈពេល 2 ម៉ោងដល់ម៉ោងបាយ we have សម្លទឹកពាំង and ឆាបន្លែrightអញ្ចឹងដោយសារតែម៉ោងបន្ទាប់គឺខ្ញុំរៀនម៉ោងអគ្គិសនីអញ្ចឹងខ្ញុំត្រូវមើលរូបមន្តមើលអីដើម្បីរំលឹកអញ្ចឹងទៅហើយណាមួយគឺជាថ្ងៃដំបូងដែលខ្ញុំជួបគ្រូអគ្គិសនីខ្ញុំផងហើយសៀវភៅដែលខ្ញុំបានជ្រើសយកមករៀនហ្នឹងគឺជាសៀវភៅនេះហើយវាជាភាសាបារាំងសម្រាប់អ្នកដែលគាត់រៀនខាងអគ្គិសនីក៏ដូចជាមេកានិកអីគាត់អាចជ្រើសរើសសៀវភៅនេះបានសៀវភៅនេះវាពោរពេញទៅដោយរូបមន្តលំហាត់និងដំណោះស្រាយដើម្បីឲ្យអ្នកគ្នាងាយនៅក្នុងការធ្វើអ្នកទាំងគ្នាចង់បានអ្នកទាំងគ្នាអាចតាក់ទងទៅបង Bookstore SL បានអូខេឥឡូវនេះខ្ញុំធ្វើការដើរទៅរៀនបន្តទៀតម៉ោងអគ្គិសនីដែលខ្ញុំបាន mention មិញហ្នឹងគឺថា wow ថ្ងៃដំបូងគឺលោកគ្រូបានសង្ខេបមេរៀនឲ្យពួកខ្ញុំបានយល់ច្រើនខ្លាំងមែនតើថាខ្ញុំរៀនមេរៀនហើយខ្ញុំត្រូវរៀនអាហ្នឹងគឺម៉ោងតេដេដែលម៉ោងធ្វើលំហាត់សុទ្ធតែថ្ងៃដំបូងចឹងលោកគ្រូគាត់ជួយសង្ខេបមេរៀនក៏ដូចជាបញ្យលអីតិចតួចឥឡូវហ្នឹងដល់ម៉ោងចេញទៅផ្ទះទៀតហើយណាគ្នាហើយដោយសារតែម៉ោង program ខ្ញុំត្រូវ deadline ថ្ងៃហ្នឹងចឹងណាពេលយប់ចឹងខ្ញុំត្រូវមកធ្វើការងារអីឲ្យហើយសិនបានខ្ញុំទៅផ្ទះមើលមុខក៏ដឹងថាកាំងស៊ីនតាក់ដែរណាគ្នាគឺខ្ញុំមានជាការ error deadline 7ម៉ោងទៀតតាមពិតទៅអត់មានអីច្រើនណាគ្នាគឺខ្ញុំបានធ្វើដោយជោគជ័យហើយខ្ញុំបាន submit សັບអីហើយគឺថាដល់ម៉ោងទៅផ្ទះតែម្ដងចាគឺខ្ញុំចង់ទៅផ្ទះជាខ្លាំង